ទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញរូបភាពឬវីដេអូបែបនេះរបស់យន្តហោះចម្បាំងហើយក៏ប្រហែលជាធ្លាប់គិតថាវាជាការទម្លាក់គ្រាប់ឬជាការបាញ់គ្រាប់រ៉ុកែតប្រឆាំងសត្រូវតែតាមពិតទៅនេះគឺជាបច្ចេកទេសមួយក្នុងការគេចខ្លួនឬបង្វែរដានពីគ្រាប់មីស៊ីលដែលកំពុងតែហោះគៀកចិត្តមកដល់ហើយគ្រាប់បាត់សាច់ចេញទាំងនោះគេហៅជាភាសាអង់គ្លេសថា decoy flare ឬ flare ដែលត្រូវបានគេស្គាល់ថាជាគ្រាប់បង្កើតកម្ដៅក្នុងបំណងបញ្ឆោតឬពង្រៀងនៅការតាមចាប់ពីគ្រាប់មីស៊ីលដែលចំហេះរបស់វាមានកម្ដៅពី1000ទៅ2000អង្សាសេតែលើសពីកម្ដៅនៃម៉ាស៊ីនយន្តហោះជាទូទៅគ្រាប់មីស៊ីលអាចតាមប្រដេញយន្តហោះចម្បាំងបានគឺដោយការតាមចាប់នៅសញ្ញាកម្ដៅដែលតាយភីចេញពីម៉ាស៊ីនយន្តហោះហើយវាក៏ជាចំណុចក្តៅជាងគេរបស់យន្តហោះដូចនេះនៅពេលសញ្ញាអាសន្នបន្លឺឡើងថាយន្តហោះត្រូវបានឡក់ជាប់និងកំពុងតាមប្រដេញដោយមីស៊ីលអាកាសយានិកនឹងចុចបញ្ជាឲ្យបានចេញនៅគ្រាប់ flare ដើម្បីបង្វែរដានពីការតាមចាប់របស់មីស៊ីលដែលបំពាក់មុខងារតាមចាប់កម្ដៅ infraroaming វាជាយុទ្ធវិធីចាំបាច់មួយក្នុងការសង្គ្រោះយន្តហោះនិងអាកាសយានិកតែនាពេលបច្ចុប្បន្ននេះគ្រាប់មីស៊ីលត្រូវបានបំពាក់មកជាមួយនូវកាមេរ៉ាស្កែនដឹងពីផិនភាគនៃយន្តហោះដែលត្រូវតាមប្រមាញ់ដូចនេះឱកាសនៃការគេចខ្លួនរបស់អាកាសយានិកគឺស្ថិតស្មើ0ជំរឿនមានតែម្យ៉ាងគត់គឺបោះបង់ចោលយន្តហោះនិងចុចបំផ្ទុះកៅអីឡើងដើម្បីសង្គ្រោះអាយុជីវិត